បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំបាទក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាអំពីធាតុសកម្មថ្នាំដែលសំខាន់ដែលកសិករគាត់និយមប្រើប្រាស់ដើម្បីបាញ់កម្ចាត់នៅពពួកដង្កូវស៊ីរុងដើមនៅលើដំណាំស្រូវដោយដែលពុកម៉ែបងប្អូនទាំងអស់គ្នាបានដឹងហើយថាដង្កូវស៊ីរុងដើមវាគឺជាដង្កូវដែលបំផ្លាញនៅលើដំណាំស្រូវហើយកាលណាតើដំណាំស្រូវរងការបំផ្លាញពីវាហើយគឺស្រូវហ្នឹងគឺតែងតែធ្លាក់នៅទិន្នផលឬក៏ងាប់ហើយក៏មិនអាចប្រមូលផលបានផងដែរហើយឥឡូវយើងចូលទៅដល់សារធាតុថ្នាំសំខាន់ទាំងនោះធាតុសកម្មថ្នាំទី1ដែលសំខាន់ជាងគេនោះគឺប្រភេទ Chlorantraniliprol ប្រភេទថ្នាំ Chloran នេះជាទូទៅសារធាតុនេះគឺជាប្រភេទថ្នាំជ្រាបដែលវាមានប្រសិទ្ធភាពខ្ពស់មែនទែននៅក្នុងការកម្ចាត់នៅពពួកដង្កូវស៊ីរុងដើមនៅលើដំណាំស្រូវហើយសារធាតុបន្ទាប់ទៀតនេះគឺFipronil វាគឺជាសារធាតុមួយដែលជាប្រភេទថ្នាំជ្រាបដែរហើយជាទូទៅគឺកសិករក៏តែងតែនិយមប្រើប្រាស់មែនទែនហើយ Fipronil វាមិនត្រឹមតែត្រូវជាមួយនឹងពពួកដង្កូវស៊ីរុងដើមនោះទេប៉ុន្តែវាអាចបាញ់នៅលើពពួកដង្កូវមូលស្លឹកជាដើមនៅលើដំណាំស្រូវហើយសារធាតុបន្ទាប់ទៀតនេះគឺសារធាតុទី3គឺ Chlorantraniliprol បូកជាមួយនឹង Chlorphenaphyl ជាទូទៅសារធាតុនេះគឺកម្រមានក្រុមហ៊ុនណាក៏ធ្វើមកហើយសារធាតុនេះដែរវាមានតម្លៃរៀងថ្លៃគួរសមដែរក៏ប៉ុន្តែវាមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់នៅពពួកដង្កូវស៊ីរុងដើមនៅលើដំណាំស្រូវពីព្រោះអីដោយសារតែវាមានសារធាតុដល់ទៅ2ដែលបូកបញ្ចូលគ្នាទី1គឺ Chloran ហ្នឹងដែលជាទូទៅកសិករហៅថាពាក្យកាន់តែ Chloran ហើយបូកជាមួយនឹង Chlorphenaphyl ហើយកាលណាធាតុសកម្មថ្នាំដែលមានបូកពីសារធាតុចេះវាអាចមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់ទាំងដង្កូវស៊ីរុងដើមនិងដង្កូវមូលស្លឹកនៅលើដំណាំស្រូវផងដែរហើយសារធាតុទី4នេះគឺ Chlorantraniliprol ដែរបូកជាមួយនឹង Imamethyl benzoate ធាតុសកម្មថ្នាំទី4នេះវាក៏ជាធាតុសកម្មថ្នាំមួយដែលកម្រដែរក៏ប៉ុន្តែធាតុសកម្មថ្នាំនេះគឺវាមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់នៅពពួកដង្កូវស៊ីរុងដើមហើយទាំងអស់នេះគឺជាធាតុសកម្មថ្នាំទាំង4ដែលយើងអាចប្រើប្រាស់សម្រាប់កម្ចាត់នៅពពួកដង្កូវស៊ីរុងដើមនៅលើដំណាំស្រូវហើយក៏មានធាតុសកម្មថ្នាំខ្លះទៀតដែរនឹងគឺយើងអាចកម្ចាត់បានទាំងដង្កូវស៊ីរុងដើមនិងដង្កូវមូលស្លឹកហើយក្នុងចំណោមធាតុសកម្មថ្នាំទាំង4នេះគឺមានធាតុសកម្មថ្នាំ2ដែលជាទូទៅគឺខ្ញុំតែងតែឃើញកសិករគឺគាត់និយមប្រើប្រាស់នៅតាមតំបន់នីមួយៗហើយវាក៏ជាធាតុសកម្មថ្នាំមួយដែលមានប្រសិទ្ធភាពខ្ពស់នឹងផងដែរទី1ហើយធាតុសកម្មនោះគឺទី1ហ្នឹងគឺ Chlorantraniliprol ហើយទី2ហ្នឹងគឺ Fipronil ហើយធាតុសកម្មថ្នាំទាំងអស់នេះដែរគឺពុកម៉ែបងប្អូនទាំងអស់គ្នាអាចរកទិញបាននៅតាមតំណាងចែកចាយជីឬក៏ថ្នាំកសិកម្មនៅក្នុងតំបន់របស់ពុកម៉ែបងប្អូនផងដែរហើយធាតុសកម្មថ្នាំទាំង4នេះគឺវាមិនពិបាកក្នុងការស្វែងរកនោះទេនៅតាមដេប៉ូដែលលក់ជីលក់ថ្នាំហ្នឹងគឺគាត់តែងតែមានលក់ផងដែរនៅធាតុសកម្មថ្នាំទាំងអស់នេះហើយជាចុងក្រោយក៏ខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានតាំងពីដំបូងរហូតមកដល់ចុងវីដេអូនេះផងដែរហើយពុកម៉ែបងប្អូនទាំងអស់គ្នាក៏កុំភ្លេចជួយចុច Subscribe channel របស់ខ្ញុំអ្នកមួយផងដែរដើម្បី
ទទួលបាននៅវីដេអូថ្មីផ្សេងទៀតដែលខ្ញុំនឹងចែករំលែកអំពីចំណេះដឹងកសិកម្មឬក៏ចែករំលែកអំពីបច្ចេកទេសផ្សេងៗនៅក្នុងការដាំដុះដំណាំជាដើម